បងចង់ស្រកគីឡូនឹងមានសុខភាពល្អបងឈប់បារម្ភទៅលើរឿងកាឡូរីតែបងត្រូវមកយកចិត្តទុកដាក់ទៅលើកម្រិតអរម៉ូនអាំងស៊ូលីនវិញហេតុអីបានខ្ញុំនិយាយអញ្ចឹងណាខ្ញុំបញ្យល់បងតិចដោយសារតែបងមួយចំនួនដែលគាត់ចង់ស្រកគីឡូពេលដែលគាត់ចង់ស្រកគីឡូគាត់ប្រើរូបមន្តទូទៅមួយគឺយើងត្រូវ count ត្រូវរាប់ទៅលើកាឡូរីអញ្ចឹងបើសិនបើយើងញ៉ាំកាឡូរីក្នុងកម្រិតមួយឧទាហរណ៍ថា1500ឬក៏2000កាឡូរីនៅក្នុងមួយថ្ងៃអញ្ចឹងបងត្រូវតែបញ្ចេញថាមពលទៅជីមទៅហាត់ប្រាណទៅអ៊ីកសសាយធ្វើបែបម៉េចដើម្បីឲ្យដុតកាឡូរីហ្នឹងលើសពី2000កាឡូរីដែលបងញ៉ាំចូលអញ្ចឹងអាហ្នឹងគឺជារូបមន្តទូទៅដែលយើងគិតថាបើសិនបើយើងចង់ដុតខ្លាញ់ឬក៏យើងចង់ស្រកគីឡូយើងប្រើអាការូបមន្តមួយកាឡូរីតិចតែត្រូវបញ្ចេញវិញឲ្យច្រើនក៏ប៉ុន្តែខ្ញុំចង់ប្រផុសគំនិតឲ្យបងគិតមួយទៀតដោយសារបងមួយចំនួនគាត់ពិបាកស្រកគីឡូគាត់អត់ញ៉ាំច្រើនទេគាត់ញ៉ាំតិចតិចទេក៏ប៉ុន្តែគីឡូគាត់នៅគាំងហេតុអីវាជាផ្នែកមួយដែលបងត្រូវយកចិត្តទុកដាក់ទៅលើអាំងស៊ូលីនឲ្យច្រើនក៏ប៉ុន្តែអ្នកជំនាញសុខភាពទៅលើរបប Low Carb និង Zero Carb គឺគេយកចិត្តទុកដាក់ខ្ពស់មែនទែនទៅលើកម្រិតអ៊ីនស៊ូលីនខ្លាំងជាងកម្រិតកាឡូរីបើនិយាយពីចំណែកអាហារខ្ញុំញ៉ាំវិញខ្ញុំញ៉ាំបែបអាហារ Zero Carb Carnivore អញ្ចឹង Carnivore គឺគេអត់រាប់ទៅលើកាឡូរីអត់រាប់ទៅលើអត់ count ទៅលើកាឡូរីគឺខ្ញុំគិតទៅលើធ្វើម៉េចមកឆ្អែតហើយពេលដែលយើងឃ្លានមកយើងញ៉ាំបន្ថែមទៀតហើយអាហារដែលខ្ញុំញ៉ាំហ្នឹងគឺ Zero Carb គឺអត់មានកម្រិតជាតិស្ករទេអញ្ចឹងវាខុសគ្នាកន្លែងហ្នឹងណាអញ្ចឹងខ្ញុំចង់ប្រផុសគំនិតទៅបងចែកបងយល់សិនសំខាន់បងយល់ពីអាហារផងបងយល់ពីរបបអាហារផងបងយល់ពីរបបអាហាររបស់អ្នកដទៃអញ្ចឹងផ្នែកបងនៅលើផ្នែកអីគេអញ្ចឹងបើសិនបើរាងកាយផងបងពិបាកស្រកគីឡូគាត់ពិបាកស្រកគីឡូមែនអញ្ចឹងបងកុំ control ទៅលើកាឡូរីនឹងខ្លាំងពេកតែបងត្រូវមក control ទៅលើកម្រិតជាតិស្ករនៅក្នុងអាហារផងបងវិញព្រោះពេលខ្លះកម្រិតអាហារផងបងនោះមានកាឡូរីតិចមែនក៏ប៉ុន្តែបើសិនបើមានជាតិស្ករជាតិម្សៅច្រើនអញ្ចឹងអាជាតិស្ករជាតិម្សៅហ្នឹងវាទៅដាស់អរម៉ូនអាំងស៊ូលីនឲ្យនៅជាប់គាំងហើយនៅពេលណាដែលអរម៉ូនអាំងស៊ូលីនចាប់ផ្ដើមឡើងខ្ពស់ហើយជាប់គាំងហ្នឹងវាជាសញ្ញាមួយដែលបញ្ជាក់ថារាងកាយរបស់យើងចាប់ផ្ដើមប្លុកអាម៉ាស៊ីនដុតខ្លាញ់ចាស់ហើយវាលែងយកប្រភពខ្លាញ់ចាស់ហ្នឹងមករាំងជាធម្មពលវាចាប់ផ្ដើមបើកបុកងារមួយគឺស្តុកខ្លាញ់បន្ថែមទៀតអញ្ចឹងបានថាញ៉ាំតិចតិចក៏ប៉ុន្តែគាំងគីឡូជួនកាលអ្នកខ្លះញ៉ាំតិចតិចតែញយក៏ប៉ុន្តែញ៉ាំតិចតិចញយហ្នឹងវាតាក់ទងកម្រិតអាហាររបស់គាត់មានជាតិស្ករជាតិម្សៅច្រើនវាធ្វើឲ្យគាត់តិចតិចមែនក៏ប៉ុន្តែគាត់បែរជាឡើងគីឡូទៅវិញអញ្ចឹងបងត្រូវយល់ផ្នែកហ្នឹងទៀតអញ្ចឹងត្រឡប់មកវិញបងស្រឡាញ់សុខភាពបងត្រូវផ្ដោតយកចិត្តទុកដាក់ទៅលើអាហារ control ទៅលើអាហារមួយពេលផងបងវិញអាហារមួយហ្នឹងតើវាមានកម្រិតជាតិស្ករខ្ពស់អត់អញ្ចឹងណាអរគុណ